អាយុដមស៊ីជីមពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនជាទីរាប់អានដ៏ខ្ពង់ខ្ពស់និងដ៏ជ្រាលជ្រៅបំផុតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចមហារដ្ឋសភាធិការធិបតីហ៊ុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចឯកឧត្តមលោកជំទាវនិងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅទីនេះប្រជារាស្ត្រកម្ពុជាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលសម្ដេចព្រះមហាក្សត្រីព្រះបរមរាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងខ្ញុំមានហារតីនិងសេចក្តីរីករាយឥតឧបមាសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតជូនឯកឧត្តមប្រធានាធិបតីព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋដ៏មានសារៈសំខាន់ជាលើកទី2នេះរបស់ឯកឧត្តមប្រធានាធិបតីពិតជាជួយលើកកម្ពស់ជាពិសេសបន្ថែមទៀតនៅមិត្តភាពរវាងប្រទេសយើងទាំងពីរនិងរវាងប្រជាជនចិននិងកម្ពុជាវត្តមានដ៏ឧត្តមឧត្តមរបស់ឯកឧត្តមប្រធានាធិបតីនិងគណៈប្រតិភូជាន់ខ្ពស់នៅក្នុងរាជធានីភ្នំពេញគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ពិសេសបំផុតជាការពង្រឹងចំណងប្រពៃណីដ៏យូរលង់និងមិត្តភាពដៃថែបសាមគ្គីភាពស្និទ្ធរមួតនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលយើងបានកសាងកន្លងមកទំនាក់ទំនងជាបងប្អូនដ៏ល្អប្រពៃយូរលង់មកហើយនេះបានបដិសន្ធិឡើងរវាងព្រះករុណាព្រះមហាវីរក្សត្រព្រះនរោត្តមសីហនុព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាមួយថ្នាក់ដឹកនាំកម្ពុជាចិនជាច្រើនជំនាន់មកហើយឆ្លៀតក្នុងឱកាសនេះខ្ញុំសូមសម្ដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជូនឯកឧត្តមប្រធានាធិបតីជូនចំពោះមហាប្រជាជនចិនរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងបកកុម្មុយនីសចិនដែលមានគុណូបការៈដ៏ធំធេងគ្រប់គ្រងនិងជួយកម្ពុជាយើងខ្ញុំប្រកបដោយចិត្តមហាសប្បុរសតាំងពីដើមរៀងរហូតមកជាពិសេសខ្ញុំសូមថ្លែងអំណរគុណជាអនេកប្រការចំពោះសាធារណរដ្ឋប្រជាមានិតចិនដែលតែងតែផ្ដល់ជូនព្រះរាជាណាចក្រកម្ពុជាយើងខ្ញុំនៅជំនួយគ្រប់បែបយ៉ាងដើម្បីស្ថាបនាជាតិលើគ្រប់វិស័យប្រជារាស្ត្រកម្ពុជារាជរដ្ឋាភិបាលកម្ពុជាសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរួមជាមួយព្រះរាជវង្សានុវង្សខ្មែរនិងខ្ញុំមិនអាចបំភ្លេចបានឡើយនៅទឹកចិត្តស្រឡាញ់រាប់អានគ្រប់គ្រងដែលថ្នាក់ដឹកនាំកម្ពុជាដ៏ឧត្តមឧត្តមគ្រប់ចំនួននៃសាធារណរដ្ឋប្រជាមានិតចិនតែងតែផ្ដល់ជូនជនរួមជាតិយើងខ្ញុំក្នុងនាមជាមិត្តដៃថែបនិងក្នុងក្របខ័ណ្ឌនៃដៃគូកិច្ចសហប្រតិបត្តិការត្បូងពេជ្រឯកឧត្តមប្រធានាធិបតីជាទីគោរពស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចឯកឧត្តមលោកជំទាវជាទីមេត្រីអាស្រ័យដោយការអនុវត្តនយោបាយផ្សះផ្សាបង្រួបបង្រួមជាតិតាមព្រះរាជដម្រិះដ៏ភ្លឺស្វាងរបស់ព្រះករុណាព្រះមហាវីរក្សត្រព្រះនរោត្តមសីហនុព្រះវររាជបិតាជាតិខ្មែរព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនជាប្រធានព្រឹទ្ធសភាសម្ដេចមហារដ្ឋសភាធិការធិបតីហ៊ុនសូដារីជាប្រធានរដ្ឋសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងធ្វើដំណើរដ៏ស្វាហាប់ជឿនលឿនទៅមុខធ្វើឲ្យសង្គមជាតិទទួលបានសេចក្តីសុខសន្តិភាពពេញបរិបូរណ៍មានស្ថិរភាពដ៏រឹងមាំឡើងវិញនិងមានការអភិវឌ្ឍលើគ្រប់វិស័យដំណើរជឿនលឿនទៅមុខនេះបានមកពីការជួយឧបត្ថម្ភគាំទ្រពីមិត្តបរទេសជិតឆ្ងាយផងដែរក្នុងនោះការរួមចំណែកដ៏ធំធេងរបស់សាធារណរដ្ឋប្រជាមានិតចិនពិតជាមានវិសាលភាពដ៏មហិមាទាំងការក្នុងអភិវឌ្ឍក្នុងស្រុកទាំងការគាំទ្រនៅលើឆាកអន្តរជាតិខ្ញុំសូមថ្លែងអំណរគុណជូនរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានផ្ដល់ជំនួយជាច្រើនមានគ្រឿងចក្រធុនធ្ងន់ធុនស្រាលគ្រឿងយន្តកសិកម្មរថយន្តម៉ាស៊ីនបូមទឹកជាដើម
ជួនដល់ក្រុមសម្ដេចឪសម្រាប់យកទៅជួយដល់បងប្អូនប្រជារាស្ត្រដែលនៅតាមជនបទបន្ថែមពីលើនេះកាលពីពេលថ្មីកន្លងទៅសាធារណរដ្ឋប្រជាមានិតចិនបានថ្វាយរថយន្តប្រណិត Hongqi H9 ចំនួន12គ្រឿងផងដែរខ្ញុំសង្ឃឹមថាសាធារណរដ្ឋប្រជាមានិតចិននឹងបន្តផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍគ្រឿងសេដ្ឋកិច្ចកម្ពុជាក៏ដូចជាការចែករំលែកបទពិសោធន៍ល្អព្រមទាំងចំណេះដឹងចំណេះធ្វើនិងផ្ទេរបច្ចេកវិទ្យាថ្មីដល់ប្រជាជាតិកម្ពុជាយើងខ្ញុំឯកឧត្តមប្រធានាធិបតីជាទីគោរពស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់បំផុតក្នុងឋានៈជាមិត្តដ៏ជិតស្និទ្ធរបស់មហាប្រជាជនចិនប្រជារាស្ត្រកម្ពុជាសូមសម្ដែងនូវការកោតសរសើរយ៉ាងស្ញប់ស្ញែងនិងសូមគាំទ្រយ៉ាងពេញទំហឹងឥតងាករេចំពោះគោលនយោបាយចិនតែមួយបន្ថែមពីលើនេះកម្ពុជានឹងបន្តគាំទ្រនៅកិច្ចសហប្រតិបត្តិការទ្វេភាគីចិនកម្ពុជាគាំទ្រគ្នាទៅវិញទៅមកនៅក្នុងគ្រប់វេទិកាពហុភាគីដូចជានៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនិងនៅក្នុងក្របខ័ណ្ឌអាស៊ានចិនជាអាចគាំទ្រគំនិតព្រួយផ្ដើមអភិវឌ្ឍសកលគំនិតព្រួយផ្ដើមសន្តិសុខសកលគំនិតព្រួយផ្ដើមអរិយធម៌សកលគំនិតព្រួយផ្ដើមសកលសម្រាប់អភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងសេដ្ឋកិច្ចពណ៌ខៀវក្នុងនាមប្រជារាស្ត្រកម្ពុជានៅក្នុងនាមខ្ញុំផ្ទាល់ខ្ញុំសូមជូនពរឯកឧត្តមប្រធានាធិបតីព្រមទាំងសមាជិកគណៈប្រតិភូជាន់ខ្ពស់ទាំងអស់សូមមានសុខភាពល្អប្រសើរនិងទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មដ៏ឧត្តមឧត្តមនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏ថ្លៃថ្លានេះខ្ញុំសូមអញ្ជើញឯកឧត្តមប្រធានាធិបតីជាទីរាប់អាននៅខ្ពង់ខ្ពស់បំផុតព្រមទាំងសម្ដេចឯកឧត្តមលោកជំទាវលើកកែវភេសជ្ជៈដើម្បីសុខភាពល្អបរិបូរណ៍ជនមាយុយឺនយូរមហាជ័យជំនះដ៏ធំធេងថែមទៀតនិងកិត្តិនាមរបស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនព្រះរាជសុខភាពល្អបរិបូរណ៍របស់សម្ដេចព្រះមហាក្សត្រីព្រះវរៈរាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតអនុភាពនិងកតញ្ញគុណជាអមតៈនៃសាធារណរដ្ឋប្រជាមានិតចិនសុភមង្គលវឌ្ឍនភាពនិងជារភាពកាន់តែធំធេងជានិរន្តរ៍របស់មហាប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជាមិត្តភាពជិតស្និទ្ធជាអមតៈនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការរវាងសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជាសុខភាពល្អបរិបូរណ៍និងជ័យជំនះរបស់សម្ដេចឯកឧត្តមលោកជំទាវដែលមានវត្តមាននៅទីនេះសូមអរគុណ